រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការរថយន្តពីរប្រភេទបង្ហាញការពេញនិយមជារថយន្តថាមពលថ្មីដែលរថយន្តចា BYD CL5 Super Hybrid និង BYD M9 ចាបានមកដល់កម្ពុជាហើយដែលព្រឹត្តិការណ៍សម្ពោធនេះក៏មិនត្រឹមតែជាពិធីបង្ហាញអំពីផលិតផលថ្មីប៉ុណ្ណោះទេតែក៏ជាចំណុចសំខាន់មួយទៀតនៅក្នុងដំណើរការនៃការអភិវឌ្ឍយានយន្តថាមពលថ្មីរបស់ក្រុមហ៊ុន BYD លោកយ៉ាងចៅដែលជាប្រធានតំណាងធុរកិច្ចប្រចាំនៅប្រទេសបានថ្លែងថាការនាំយកនៅយានយន្តអគ្គិសនីចូលមកក្នុងគ្រួសារកម្ពុជាក្នុងចំណោម model ថ្មីទាំងពីរគឺពិតជាមានការតាក់ទាញចំណាប់អារម្មណ៍ជាងគេគ្រាន់តែចាក់សាំងពេញនិងសាកថ្មពេញតែម្ដងគឺវាអាចនឹងបើកបរបានលើសពី 2000 គីឡូម៉ែត្រដោយរួមបញ្ចូលគ្នានៅប្រសិទ្ធភាពសន្សំសំចៃនិងបទពិសោធន៍បើកបរប្រកបដោយផាសុកភាពលោក Henry Yip ដែលជានាយកប្រតិបត្តិផ្នែកលក់នៃរថយន្ត BYD ប្រចាំនៅកម្ពុជាក៏បានថ្លែងដែរថាសម្រាប់ទីផ្សារភាគច្រើននៅតែប្រើប្រាស់រថយន្តប្រេងឥន្ធនៈការមកដល់របស់ CL5 Super Hybrid គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅនៅក្នុងនោះផងដែរវាក៏បានធ្វើឲ្យយានយន្តថាមពលថ្មីលែងជាជម្រើសសម្រាប់មនុស្សមួយចំនួនតូចទៀតហើយតែប្រែក្លាយទៅជាជម្រើសដែលអាចសម្រេចបានសម្រាប់គ្រួសារកាន់តែច្រើនការបង្ហាញខ្លួនរបស់វាក៏បានធ្វើឲ្យមានការសន្សំសំចៃថាមពលនិងការការពារបរិស្ថានបានថែមទៀតផងលោកប៉ាន់គីមហួរដែលជាអ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន BYD ក៏បានបញ្ជាក់ថាក្រុមហ៊ុនបានច្នៃប្រឌិតនៅបច្ចេកវិទ្យាជាក់ស្ដែងដើម្បីធ្វើឲ្យគ្រួសារកម្ពុជាកាន់តែច្រើនទទួលបាននៅអារម្មណ៍ជាលើកដំបូងថាការធ្វើដំណើរបៃតងគឺមានភាពងាយស្រួលទំនុកចិត្តនិងសន្សំសំចៃខ្លាំងណាស់តំណាងក្រុមហ៊ុនក៏បានប្រគល់កូនសោនិងកាដូអនុស្សាវរីយ៍ជូនទៅដល់ម្ចាស់រថយន្តដំបូងរីឯរោងចក្រ BYD នៅក្នុងខេត្តព្រះសីហនុក៏ត្រៀមនឹងសម្ពោធជាផ្លូវការផងដែរ